អ្នកនេសាទនៅខេត្តស្ទឹងត្រែងបានអះអាងថាចាប់ពីចុងខែមេសាឆ្នាំនេះបរិមាណត្រីតាមដងទន្លេបានចាប់ផ្ដើមសម្បូរឡើងវិញបន្ទាប់ពីមានការប្រែប្រួលលំហូរទឹកនិងលក្ខណៈធម្មជាតិអំណោយផលប្រជានេសាទបានអះអាងទៀតថាការកើនឡើងនៃត្រីនេះបានជួយបន្ថែមចំណូលនិងធ្វើឲ្យសកម្មភាពនេសាទមានភាពសកម្មឡើងវិញបន្ទាប់ពីរយៈពេលមុនមានការថយចុះទន្ទឹមនឹងនេះអាជ្ញាធរពាក់ព័ន្ធក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តនេសាទតាមច្បាប់និងរួមគ្នាអភិរក្សធនធានធម្មជាតិដើម្បីធានាឲ្យបាននូវចីរភាពក្នុងពេលអនាគតនេះគឺជាវីដេអូមួយដែលអ្នកនេសាទបានចាប់ផ្ដើមនេសាទនៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនាចុងខែមេសាឆ្នាំ2026នេះគឺស្ថិតនៅក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងសូមប្រជាពលរដ្ឋចូលរួមអភិរក្សដើម្បីបង្កើនផលស្តុកត្រីសម្រាប់កូនចៅជំនាន់ក្រោយសូមអរគុណ